ព័ន្ធនឹងស្ថានភាពនៃការបំពេញរបស់ប្រទេសថៃមកលើអធិបតេយ្យភាពក៏ដូចជាប្រជាពលរដ្ឋកម្ពុជាកន្លងទៅពាក់ព័ន្ធនឹងការរាយបលាលួសកន្លងមកការចាក់សម្លេងរំខានការគំរាមបណ្តេញចេញពីលំនៅឋានហើយការរាយបលាលួសតាមបន្ទាត់ព្រំដែននេះបើយើងមើលទស្សនវិជ្ជាផ្នែកច្បាប់យើងសង្កេតឃើញថាប្រទេសថៃកំពុងតែបំពេញទៅលើកាតព្វកិច្ចអន្តរជាតិច្រើនទាំងកាតព្វកិច្ចអន្តរជាតិទ្វេភាគីក៏ដូចជាកាតព្វកិច្ចជាពហុភាគីបានន័យថាកម្រិតសកលផងកម្រិតតំបន់ផងខ្ញុំសូមអនុញ្ញាតចាប់ផ្ដើមពីកម្រិតសកលយើងមានធម្មនុញ្ញអង្គការសហប្រជាជាតិជាបានន័យថាជាឯកសារគ្រឹះមួយជាធម្មនុញ្ញមួយចងកាតព្វកិច្ចរដ្ឋទាំងអស់ដែលរដ្ឋទាំងអស់ត្រូវតែគោរពគ្នាទៅវិញទៅមកស្មើសិទ្ធិគ្នាទៅវិញទៅមកហើយជាអ្នកចិត្តខាងល្អអញ្ចឹងបើយើងមើលកលេចមកមើលសកម្មភាពរបស់ថៃពុំបានធ្វើជាអ្នកចិត្តខាងល្អទេហើយបំពេញបូរណភាពដែនដីរបស់កម្ពុជាទៀតហើយនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិបានហាមឃាត់ឲ្យគោរពអធិបតេយ្យភាពតាមប្រទេសរៀងៗខ្លួនមានអីទៀតយើងមានធម្មនុញ្ញរបស់អាស៊ានហើយយើងត្រូវតែជាសមាជិកគោរពគ្នាទៅវិញទៅមកអធិបតេយ្យភាពស្តៀងទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិដែរអញ្ចឹងយើងឃើញថាថៃបានបំពេញសន្ធិសញ្ញាពាក់ព័ន្ធនឹងសិទ្ធិកាតព្វកិច្ចធំលើពិភពលោកមានដែលយើងសង្កេតឃើញថាបំពេញហ្នឹងក៏ពាក់ព័ន្ធនឹងរឿងសិទ្ធិមនុស្សអញ្ចឹងបើយើងមើលសិទ្ធិមនុស្សមានសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សអនុសញ្ញាកតិកាសញ្ញាស្តីពីសិទ្ធិប្រជាសិទ្ធិពលរដ្ឋសង្គមជាដើមឬក៏សិទ្ធិសេដ្ឋកិច្ចសិទ្ធិសង្គមហើយនិងវប្បធម៌យើងឃើញថាថៃបំពេញច្រើនទាំងពាក់ព័ន្ធនឹងការរស់នៅបដិញ្ចេញការធ្វើទរណកម្មផ្លូវចិត្តដូចយើងឃើញពីម្សិលមិញថ្ងៃពាក់ព័ន្ធនឹងការចាក់សំឡេងរំខានជាសំឡេងយន្តហោះជាសំឡេងខ្មោចជាសំឡេងទាំងពេលយប់នេះយើងឃើញចេតនាច្បាស់ណាស់ហើយវាយប្រហារទៅលើប្រជាពលរដ្ឋយើងដែលលោកធ្លាប់នៅតាមបន្ទាត់ព្រំដែនសុទ្ធតែភាគច្រើនឆ្លងកាត់សង្គ្រាមបានន័យថាគាត់មានវិបត្តិផ្លូវចិត្តផងពាក់ព័ន្ធនឹងលឺសលេងយន្តហោះឬការប្រយុទ្ធហើយនេះគឺចង់បំផិតបំភ័យចង់បំបាក់ស្មារតីរបស់ប្រជាពលរដ្ឋយើងទាំងស្រុងហើយនេះមិនត្រឹមតែបំពេញទៅលើសន្ធិសញ្ញាសិទ្ធិមនុស្សជាគោលដែលយើងបានរៀបរាប់ពីដើមប៉ុន្តែក៏មានសន្ធិសញ្ញាស្តីពីការប្រឆាំងក្នុងការធ្វើទរណកម្មដែលប្រទេសថៃជាសមាជិកដែរអញ្ចឹងប្រកាសធ្វើអញ្ចឹងគឺបំពេញទាំងស្រុងហើយក្រៅពីសន្ធិសញ្ញាអន្តរជាតិកម្រិតសកលក៏ដូចជាកម្រិតតំបន់យើងឃើញថាគាត់បំពេញរឿងកិច្ចព្រមព្រៀងទ្វេភាគីមួយកម្ពុជាយើងដែរកិច្ចព្រមព្រៀងទ្វេភាគីយើងអាចកំណត់រួមមាន MOU ឆ្នាំ2000មិនបានបំពេញ MOU ឆ្នាំ2000ពីព្រោះ MOU ឆ្នាំ2000បានកំណត់ឲ្យរក្សាស្ថានភាពដើមតាមបដោយបន្ទាត់ព្រំដែនទាំងអស់បានន័យថាប្រជាជនណារស់នៅទីណាស្ថានភាពបែបណាគឺយើងរក្សាបែបហ្នឹងទុកកិច្ចការឲ្យបច្ចេកទេសខាងគណៈកម្មការចម្រុះកិច្ចការព្រំដែន JBC គាត់ជាអ្នកធ្វើការវិភាគវាយតម្លៃសិក្សាទៅលើស្ថានភាពព្រំដែនហើយកំណត់បោះបកគោលឯកភាពគ្នាគាត់បំពេញទៅលើគោលការណ៍ហ្នឹងក្រៅពី MOU ឆ្នាំ2000ក៏បំពេញទៅលើកិច្ចព្រមព្រៀងបាត់ចុះបាញ់ដែលបានចុះកន្លងទៅនោះបានន័យថាมันឲ្យមានប្រើប្រាស់យោធាការបំពេញណាមួយមកខាងភាគីទៅវិញទៅមកប៉ុន្តែយើងឃើញថាថៃគាត់ព្យាយាម provoke បានន័យថាព្យាយាមផ្កើនចង់ឲ្យយើងទៅវាយគាត់ព្រោះថៃគឺគាត់ចង់បង្កសង្គ្រាមគាត់អត់ចង់បានសន្តិភាពម្ល៉េះហើយគាត់ដើររាយបលាលួសគាត់គំរាមមានឡានលាមកមានចាក់សម្លេងរំខានជាសកម្មភាពដែលចង់ឲ្យយើងនឹងទៅបង្ករឿងមួយគាត់ហើយចោទថាយើងនឹងជាអ្នកបំពេញកិច្ចព្រមព្រៀងបាត់ឈប់បាញ់ហើយក្រៅពីបំពេញកិច្ចព្រមព្រៀងបាត់ឈប់បាញ់ក៏មានការបំពេញយន្តការហើយក៏ដូចជាអីដែលបានសន្យាមួយគ្នាកន្លងមកពីព្រោះតាមបន្ទាត់ព្រំដែននេះគឺជាទូទៅក្រោយពីមានកិច្ចព្រមព្រៀងកម្រិតថ្នាក់ដឹកនាំបាត់ឈប់បាញ់ថ្នាក់ប្រមុខរដ្ឋថ្នាក់ដឹកនាំរដ្ឋាភិបាលរៀងៗខ្លួនហើយក៏មាន
គណៈកម្មការកិច្ចការព្រំដែនទូទៅចាប់ផ្ដើមធ្វើការផ្អែកតាមកិច្ចព្រមព្រៀងហ្នឹងគឺ General Boundary Commission ហ្នឹង GBC គាត់ធ្វើការរួមប្រមុខប្រធានគណៈកម្មការទាំងពីរគឺប្រមុខក្រសួងការពារជាតិទាំងសងខាងហើយបានកំណត់ថាកិច្ចការបន្តគួរធ្វើអីទៀតកិច្ចការបន្តបានកំណត់បែងចែកផ្នែកយោធាឲ្យមានប្រជុំរឿងថ្នាក់ដឹកនាំតាមភូមិភាគ RBC ហើយបន្ទាប់មករឿងបច្ចេកទេសព្រំដែនឲ្យទៅខាង JBC គាត់ធ្វើការប៉ុន្តែយើងសង្កេតឃើញថាថៃគាត់បំពេញតាំងពីកិច្ចព្រមព្រៀងតាំងពីការសន្យាតាំងពីកិច្ចប្រជុំដែលបានឯកភាពមកទាំងប៉ុន្មានគឺគាត់បំពេញទាំងអស់យើងសួរថាចេតនាចង់បានអីគឺចេតនាគាត់ចង់បន្តវាយគ្នាពីព្រោះគាត់អត់ចង់ឲ្យកម្ពុជាយើងបានសេចក្តីសុខហើយគាត់ចង់បន្តវាយដើម្បីអាចបំពេញយកទឹកដីយើងបានហើយអត់ចង់ឲ្យសេដ្ឋកិច្ចយើងដើរអញ្ចឹងបើយើងមើលចំណុចទាំងអស់ហ្នឹងបើថាថៃបំពេញហើយតើកម្ពុជាគួរធ្វើបែបណាហើយស្ថានភាពបច្ចុប្បន្នតើអ្វីដែលកម្ពុជាកំពុងធ្វើត្រូវដែរឬទេបើយើងមើលផ្អែកមើលសកម្មភាពកម្ពុជាដែលបានធ្វើកន្លងមករាល់ការបំពេញរបស់ថៃថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្រិតបច្ចេកទេសតាមស្ថាប័នជំនាញផ្សេងៗបានធ្វើលិខិតជូនដំណឹងលិខិតតវ៉ាតាំងពីរដ្ឋបាលថ្នាក់ខេត្តជូនដំណឹងថ្នាក់ខេត្តខាងគណៈកម្មការសិទ្ធិមនុស្សជូនដំណឹងទៅអង្គការសហប្រជាជាតិក៏ដូចជាខាងយោធាក៏ជូនដំណឹងទៅខាងយោធាដែលទាំងអស់នេះមានសារៈសំខាន់ហើយនៅក្នុងច្បាប់អន្តរជាតិបើសិនបើយើងទៅវាយគេវិញគឺយើងខុសហ្មងប៉ុន្តែបើយើងជួបស្ថានភាពបែបនេះការជូនដំណឹងវាជាបែបបទប្រតិបាលបែបបទនីតិវិធីក្នុងការដោះស្រាយវិវាទចំពោះមុខបាននេះយើងអ្វីដែលត្រូវធ្វើបច្ចុប្បន្នគឺត្រឹមត្រូវទាំងស្រុងហើយបង្ការមិនឲ្យមានការវាយប្រហារគ្នាឡើងវិញពីព្រោះកាលណាមានការវាយប្រហារគ្នាប្រដាប់អាវុធឡើងវិញគឺมันមានអ្នកណាគេចំណេញទេហើយដូចប្រសាសន៍សម្ដេចតេជោបានមានប្រសាសន៍ការពីពេលថ្មីនេះបើថាបើខាងថៃគាត់ខុសហើយគាត់ធ្វើបែបហ្នឹងយើងកុំទៅប្រណាំងប្រជែងខុសជាមួយគេពីព្រោះក្នុងនាមជាប្រទេសមួយដែលស៊ីវិល័យមានសិលធម៌មានវប្បធម៌មួយច្បាស់លាស់គឺគេអត់ធ្វើបែបនោះទេហើយអញ្ចឹងសួរតទៀតតើយើងគួរធ្វើអីទៀតអ្វីដែលយើងគួរធ្វើគឺបន្តធ្វើអ្វីដែលយើងកំពុងតែធ្វើហើយប្រឹងផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយអំពីការបំពេញរបស់ថៃហើយកត់ត្រាឲ្យបានច្បាស់ប្រមូលផុសតាងចងក្រងផុសតាងឲ្យបានច្បាស់ដើម្បីទុកធ្វើការថ្ងៃក្រោយហើយត្រូវជូនដំណឹងដូចថ្នាក់ដឹកនាំក៏ដូចជាស្ថាប័នជំនាញបានធ្វើទាំងអស់នោះគឺយើងជូនដំណឹងទៅ UN យើងជូនដំណឹងទៅគ្រប់អង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ពីព្រោះកុំឲ្យការបំពេញរបស់គាត់ហ្នឹងលាក់បាំងបានពីព្រោះសារព័ត៌មានរបស់គាត់ព្យាយាមទាញថាការចូលដីស្រុកខ្មែរយើងចូលបំពេញទឹកដីកម្ពុជាយើងទៅជាការបេសកកម្មមនុស្សធម៌ជាដើមតាមរយៈការដោះមីនចង់ជួយចង់អីផ្សេងៗអញ្ចឹងខាងថៃគាត់អាចមានព័ត៌មានរបស់គាត់ប៉ុន្តែបើកម្ពុជាយើងត្រូវកត់ត្រាព័ត៌មានថតរូបវីដេអូចងក្រងជាឯកសារហើយបញ្ជូនទៅស្ថាប័នអន្តរជាតិទុកជាកំណត់ត្រាហើយថ្ងៃណាមួយត្រូវដោះស្រាយគឺយើងមានតែផុសតាងទេដែលអាចជួយយើងបានពីព្រោះយើងដឹងច្បាស់ណាស់ថាអ្នកបំពេញគាត់នៅតែខូចហើយអ្វីដែលយើងគួរតែធ្វើបន្តទៀតគឺព្យាយាមកុំផ្សព្វផ្សាយព័ត៌មានคล้ายៗហើយយើងចូលរួមប្រយុទ្ធប្រឆាំងជាមួយព័ត៌មានคล้ายៗទាំងអស់គ្នាដូចយើងសង្កេតឃើញតាមបណ្ដាញសង្គម Facebook យើងបច្ចុប្បន្នយើងឃើញហើយក៏មានការជួបនឹងពីថ្នាក់ដឹកនាំនេះថាខាងអង្គភាពនាំពាក្យជាដើមគឺមានអ្នកបរទេសប៉ុន្តែគាត់បង្កើតជា account ខ្មែរឈ្មោះខ្មែរហើយសេខ្មែរព្យាយាមវាយប្រហារបបាយបបាក់សាមគ្គីផ្ទៃក្នុងបដិទ្ធព័ត៌មានដើម្បីឲ្យយើងនឹងបាត់បង់ជំនឿទុកចិត្តទៅលើថ្នាក់ដឹកនាំទៅលើយោធាដែលទាំងអស់ហ្នឹងយើងត្រូវចូលរួមប្រយុទ្ធទាំងអស់គ្នាអញ្ចឹងក្នុងនាមយើងជាប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយនឹងព័ត៌មានคล้ายៗបង្ហាញការគ្រប់គ្រងជូនទៅថ្នាក់ដឹកនាំជូនទៅយោធាជូនទៅទាំងបងប្អូនប្រជាពលរដ្ឋនៅជួរមុខជួយគ្រប់គ្រងពួកគាត់ហើយបន្តផ្ដល់ជំនួយជាស្បៀងអាហារឬតាមលទ្ធភាពធ្វើទៅបានយើងបន្តសាមគ្គីគ្នាទៀតព្រោះកាលណាយើងអាចបង្ហាញអំពីសាមគ្គីផ្ទៃក្នុងរឿងមុំអ្នកខាងក្រៅគឺគេអត់ហ៊ាន
មកធ្វើបាបយើងឯងហើយគេកាន់តែខ្លាចបន្តទៅមុខទៀតដែរពាក់ព័ន្ធនឹងកិច្ចការដែលយើងគួរធ្វើបន្ថែមទៀតអ្វីដែលយើងធ្វើកាន់តែបន្ថែមទៀតគឺសូមស្នើថាស្ថាប័នពាក់ព័ន្ធឬក៏អង្គភាពជំនាញផ្សេងមិនត្រឹមតែនៅក្នុងជួររដ្ឋាភិបាលប៉ុន្តែយើងមានតាមសមាគមអ្នកច្បាប់មានខាងស្ថាប័នអ្នកវិជ្ជាជីវៈច្បាប់ផ្សេងឬក៏នៅតាមសាកលវិទ្យាល័យសូមចូលរួមទាំងអស់គ្នាចាប់ផ្ដើមស្រាវជ្រាវអំពីការបំពេញរបស់ថៃបំពេញច្បាប់អន្តរជាតិឬក៏បំពេញកិច្ចព្រមព្រៀងផ្សេងសូមព្យាយាមសិក្សាព្យាយាមផ្សព្វផ្សាយចងក្រងហើយចូលរួមផ្សព្វផ្សាយបានទូលំទូលាយជាពិសេសការសិក្សាស្រាវជ្រាវដែលមានលក្ខណៈផ្លូវច្បាប់ដើម្បីយើងផ្សព្វផ្សាយឲ្យសាធារណជនបានជ្រាបថាទង្វើរបស់ថៃយើងយល់ថាខុសហើយប៉ុន្តែយើងសាធារណជនលោកយល់ជ្រាបហើយថាវាខុសហើយប៉ុន្តែខុសបំពេញច្បាប់អីគេឥឡូវហ្នឹងគឺវាសំខាន់ហើយកាលណាយើងចូលរួមផ្សព្វផ្សាយសូមមិនត្រឹមតែយើងផ្សព្វផ្សាយជាភាសាខ្មែរប៉ុន្តែយើងអាចជាភាសាអ្នកណាចេះភាសាអីចូលរួមផ្សព្វផ្សាយភាសាហ្នឹងពីព្រោះសហគមន៍អន្តរជាតិគេអត់សូវដឹងដែរពីព្រោះពេលខ្លះទៅប្រទេសថៃគាត់ប្រទេសអ្នកមានគាត់មានលុយហើយគាត់អាចទៅជួលស្ថាប័នសារព័ត៌មានធំនៅអន្តរជាតិផ្សព្វផ្សាយជាភាសាអង់គ្លេសផ្សព្វផ្សាយអីដូចយើងឃើញកន្លងមកបើយើងសាក search នៅក្នុង Google យើងឃើញព័ត៌មានតិចណាស់ដែលទៅសេមកវាជួយខាងកម្ពុជាយើងតែយើងសង្កេតឃើញសារព័ត៌មានអន្តរជាតិភាគច្រើនទំនោរទៅខាងបរទេសមូលហេតុអីដោយសារព័ត៌មានគេផ្សព្វផ្សាយជាភាសាអង់គ្លេសតែបើយើងមើលខាងយើងផឹងហើយយើងផ្សព្វផ្សាយប៉ុន្តែយើងត្រូវទូស្គាល់ដែរថាការផ្សព្វផ្សាយជាភាសាអង់គ្លេសរបស់យើងនៅមានកម្រិតប៉ុន្តែការផ្សព្វផ្សាយvềក្នុងយើងជួបជ្រាបហើយអញ្ចឹងយើងសូមចូលរួមបន្តទៀតដោយកន្លងមកការពេលយើងប្រយុទ្ធគ្នា5ថ្ងៃហ្នឹងយើងមានinfluencer របស់យើងហើយដែលគាត់ជំនាញភាសាអង់គ្លេសចេញផ្សព្វផ្សាយច្រើនយើងឃើញថាយើងប្រយុទ្ធបានស៊ីជម្រៅដែរមកពេលហ្នឹងអញ្ចឹងមកដល់បន្តពេលនេះយើងសូមតែបន្តរក្សា momentum ហ្នឹងទៀតហើយផ្សព្វផ្សាយទៀតដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងព័ត៌មានដែលគេផ្សព្វផ្សាយអាក្រក់ហ្នឹងជាភាសាអង់គ្លេសទៅខាងក្រៅហើយមិនត្រឹមតែជាភាសាអង់គ្លេសតែភាសាចិនភាសាកូរ៉េបងប្អូនណាបកកាយភាសាកូរ៉េផ្សព្វផ្សាយភាសាកូរ៉េបងប្អូនណាបកកាយភាសាចិនផ្សព្វផ្សាយភាសាចិននៅពេលដែលបរទេសគេជឿយើងនៅលើឆាកអន្តរជាតិវានឹងជាសម្ពាធមួយសម្ពាធការទូតមួយហើយកាលណាព័ត៌មានការប្រព្រឹត្តអាក្រក់របស់ថៃផ្សព្វផ្សាយទៅខាងក្រៅគេដឹងឮគ្រប់ទៅគាត់នឹងខ្មាស់អៀនហើយគាត់លែងហ៊ានធ្វើអីដែលខុសទៀតហើយប៉ុន្តែគាត់ដឹងថាគាត់ធ្វើហើយគាត់មានព័ត៌មានផ្សព្វផ្សាយខ្លាំងជាងយើងហើយគាត់នៅតែបន្តធ្វើដែរអញ្ចឹងយើងធ្វើម៉េចត្រូវមានកាមេរ៉ាឲ្យច្រើនហើយបញ្ចេញព័ត៌មានជាភាសាឲ្យច្រើនដើម្បីកុំឲ្យគាត់នៅក្នុងដូចខ្មោចខ្មោចខ្លាចតែពេលភ្លឺអញ្ចឹងយើងធ្វើម៉េចឲ្យវាភ្លឺអញ្ចឹងបើនៅល្ងឹតអញ្ចឹងគឺគាត់នៅតែហ៊ានលងយើងអញ្ចឹងធ្វើម៉េចយើងធ្វើម៉េចព្យាយាមដាក់ពលឺឲ្យបានច្រើនបាទពាក់ព័ន្ធនឹងអ្វីដែលយើងជានិស្សិតជាកូនខ្មែរចំនួនក្រោយគួរធ្វើអ្វីដែលសំខាន់គឺត្រូវបដោះស្មារតីស្នេហាជាតិគឺសំខាន់ត្រូវមានស្មារតីស្នេហាជាតិស្រឡាញ់ជាតិខ្លួនឯងកុំស្អប់ខ្ពើមកុំជឿគេគឺធ្វើយ៉ាងណាត្រូវជឿជាក់លើជាតិរបស់ខ្លួនឯងជឿលើថ្នាក់ដឹកនាំអញ្ចឹងសូមធ្វើម៉េចប្រុងប្រយ័ត្នកន្លែងនេះបដោះស្មារតីស្នេហាជាតិហើយបន្តកសាងសមត្ថភាពតាមផ្នែករៀងៗខ្លួនយើងអ្នកច្បាប់យើងប្រឹងខាងច្បាប់យើងអ្នកខាងផ្នែកវិស្វកម្មឬផ្នែកសុខាភិបាលយើងប្រឹងផ្នែកវិស័យរបស់យើងព្រោះគ្រប់វិស័យទាំងអស់គឺត្រូវការពារទាំងអស់ហើយត្រូវខ្លាំងទាំងអស់ដើម្បីទប់ទល់ដូចសង្គ្រាម5ថ្ងៃស្រាប់យើងឃើញស្រាប់ហើយយើងប្រយុទ្ធមិនត្រឹមតែរឿងយោធាទេរឿងព័ត៌មានពាក់ព័ន្ធនឹងរឿងណាគេបកកាយផ្សព្វផ្សាយណាគេបកកាយសេព័ត៌មានណាគេអ្នកច្បាប់ទៅណាគេបកកាយចងក្រងផ្លោះតាងហើយទៅសេជាពាក្យបណ្ដឹងផ្សេងទៅអង្គការសហប្រជាជាតិឬតុលាការអន្តរជាតិយើងមានខាងណាទៀតយើងមានខាងផ្នែកសុខាភិបាលត្រូវទៅជួយបងប្អូននៅតាមព្រំដែនឬក៏យោធានៅតាមព្រំដែនយើងមានខាងណាទៀតយើងមានបងប្អូននៅខាងវិស័យច្រើនមិនថាវិស័យផ្នែកផលិតកម្មយើងត្រូវផលិតសម្ភារៈផលិតម្ហូបអាហារឬក្នុងកសិកម្មក៏សំខាន់ជួយជាចំណីអាហារជួយជា
ឧបភោគបរិភោគទៅព្រមដែរសរុបឲ្យខ្លីគឺស្នេហាជាតិជឿជាក់លើថ្នាក់ដឹកនាំនឹងសំខាន់ណាស់ហើយក៏យើងទាំងអស់គ្នាក៏ត្រូវជ្រាបដែរថាក្នុងពេលសង្គ្រាមឬក៏ធ្វើកិច្ចការមួយបរទេសយើងមិនអាចរំពឹងទៅស្នើសុំថាថ្នាក់ដឹកនាំត្រូវប្រាប់យើងគ្រប់រឿងទេពីព្រោះរឿងខ្លះវាជារឿងអាថ៌កំបាំងរឿងខ្លះវាជារឿងយុទ្ធសាស្ត្រអញ្ចឹងសូមតែយើងជឿជាក់លើថ្នាក់ដឹកនាំទៅហើយហើយរឿងមួយចំនួនសូមធ្វើម៉េចកុំចាញ់បោកគេដែលទៀមទាទៅជាចលនាមួយសូមឲ្យថ្នាក់ដឹកនាំបញ្ចេញឯកសារបញ្ចេញព័ត៌មានដែលទាំងអស់ហ្នឹងដូចយើងទៅបង្ហាញអាថ៌កំបាំងឲ្យខ្មាំងយើងដឹងថាទីតាំងយើងអីគេយើងកំពុងធ្វើអីដែលរាល់ថ្ងៃហ្នឹងគេអត់មានព័ត៌មានទេហើយកន្លែងហ្នឹងវាជាចំណុចពិសេសថាយើងកំពុងជោគជ័យថាគេកំពុងតែអត់បានព័ត៌មានពីយើងឯងបានគេកំពុងធ្វើចលនាទាំងអស់ហ្នឹងអញ្ចឹងសូមបន្តជឿជាក់ទៅលើថ្នាក់ដឹកនាំសម្ដេចតេជោហើយសម្ដេចតេបតីបន្តទៀតបាទ